ឡូជំរាបសួរក៏ដូចជាសួស្តីទៅកាន់ប្រិយមិត្តទាំងអស់គ្នាខ្ញុំបាទសូហ្សាគីកាកូរ៉ាចំពោះថ្ងៃនេះផងដែរឲ្យមានគនឹងមកបន្តសម្រាប់នៅសាររឿង The Golden Stair នៅក្នុងអេពីសូតជាបន្តតែមុននឹងចូលទៅកាន់វីដេអូមួយនេះគ្នាយើងកុំភ្លេចធ្វើការចុច like ឲ្យវីដេអូនេះម្នាក់មួយណាបាទតោះចឹងមករៀបរយឡើយចូលមកកាន់រឿងតែម្ដងទៅអេពីសូតទី13នេះយើងក៏បានឃើញថាទាំងជនທາງជាមួយនឹងស៊ីយ៉ាគឺសុទ្ធតែស្ងាត់រៀងខ្លួនមួយសន្ទុះក្រោយមកជនທາງក៏បានសួរទៅកាន់នាងតែថ្ងៃហ្នឹងនាងគឺបានញ៉ាំអីហើយនៅស៊ីយ៉ាក៏បានប្រាប់ទៅកាន់គាត់ថានាងគឺបានញ៉ាំរួចហើយពេលដែលនាងងូតទឹករួចហ្នឹងនាងក៏បានញ៉ាំអីរួចដែរហើយស៊ីយ៉ាក៏បានសួរទៅកាន់ជនທາງវិញម្ដងតែថ្ងៃហ្នឹងលោកគឺបានញ៉ាំអីហើយនៅជនທາងក៏ប្រាប់ដូចគ្នាថាគាត់គឺបានញ៉ាំរួចហើយរួចជនທາងក៏បដូរប្រធានបទម្ដងស៊ីយ៉ានាងគឺមិនចាំបាច់ព្រួយបារម្ភទេកាលពីម្សិលមិញអញ្ចឹងបានន័យថានៅពេលនេះគឺជាពេលយប់គឺវាផុតមួយថ្ងៃបាត់ហើយកាលពីម្សិលមិញហ្នឹងគឺយើងដឹងហើយថ្ងៃអីគេដោយជនทางខ្លាចថាស៊ីយ៉ាបារម្ភរឿងកាលពីម្សិលមិញគាត់ក៏បានប្រាប់ទៅកាន់នាងថាគឺការដែលនាងឡើងឆាកកាលពីម្សិលមិញហ្នឹងអត់មានណាគេនិយាយអាក្រក់ពីនាងទេទាំងនៅក្នុងសាលារៀនក៏ដូចជានៅលើបណ្ដាញសង្គមម្នាក់គឺគ្រាន់តែនិយាយអំពីស៊ូតែប៉ុណ្ណោះដោយសារតែនាងកំ pl ែងពេកហើយរឿងមួយហ្នឹងវាគួរតែអរគុណទៅដល់ស៊ូហើយដែលនាងគឺបានចេញមកជួយក៏ដូចជាសង្គ្រោះស៊ីយ៉ាឯងទាន់ពេលវេលាមើលទៅស៊ីយ៉ានាងគួរតែអញ្ជើញស៊ូមកញ៉ាំអាហារថ្ងៃត្រង់ទៅដើម្បីអរគុណនាងក៏ប៉ុន្តែភ្លាមស៊ីយ៉ាក៏ស្រាប់តែខឹងទៅកាន់ជនทางហើយនាងក៏ចាប់ផ្ដើមនិយាយទាំងមូម៉ៅហើយថាអរគុណនាងមែនលើបែបហ្នឹងក៏ដូចជាឃើញស៊ីយ៉ាមូម៉ៅបែបហ្នឹងជនทางគាត់ក៏និយាយថាហេតុអីនាងចាំបាច់ខឹងអញ្ចឹងស៊ូគឺគ្រាន់តែមកជួយនាងតែស៊ីយ៉ានាងក៏និយាយយ៉ាងលឺថានាងគឺអត់ត្រូវការជំនួយក៏ត្រូវការណាគេជួយដែរដោយការនិយាយរបស់ស៊ីយ៉ានឹងគឺវាបានលើទៅដល់រូនីនៅខាងក្រៅទៀតជនทางក៏បានបន្តថាបើនាងមិនត្រូវការគេជួយហេតុអីបានជាពេលនោះមិនច្រៀងការដែលស៊ូឡើងទៅជាងចំនួននាងអញ្ចឹងក៏ដោយសារតែចង់ជួយនាងព្រមទាំងបារម្ភអំពីនាងដែរហេតុអីចាំបាច់ខឹងខណៈដែលនៅខាងក្រៅនៅវិញរូនីរបស់យើងក៏បានលើសំឡេងអ្នកទាំងពីរកំពុងតែនិយាយគ្នាយ៉ាងលឺក្រោយពីស្ងាត់បន្តិចស៊ីយ៉ាក៏បានតបទៅកាន់ជនทางថាលោកគឺនៅតែមិនយល់ហើយក៏មិនយល់អំពីខ្ញុំដែរហេតុអីបានជាខ្ញុំខឹងលើសំដួលបែបហ្នឹងជនทางគាត់ក៏ស្ងាត់ខណៈដែលរូនីក៏បានគោះទ្វារមើលទៅអ្នកទាំងពីរអ្នកនៅពេលនេះគឺស្ងាត់រៀងខ្លួនហើយជនทางគាត់ក៏សម្រេចចិត្តដើរចេញអំពីទីហ្នឹងដែលបានប្រាប់ទៅកាន់នាងថាខ្ញុំទៅគេងហើយនៅពេលដែលបានបើកទ្វារចេញមកក៏បានឃើញជាមួយនឹងវត្តមានរបស់រូនីទៅបងរៀងខឹងចង់ថាឲ្យទៅកាន់ជនทางដែរប៉ុន្តែជនทางក៏បានដើរចេញដល់បាននិយាយអីមួយម៉ាត់នោះទេរីឯនាងក៏បានកលិចទៅមើលស៊ីយ៉ាដែលក្នុងចិត្តក៏បានដឹងហើយប្រហែលជាពីរអ្នកហ្នឹងមានរឿងអីហើយលុះដល់ពេលព្រឹកយើងក៏បានឃើញថាជនทางគាត់គឺរៀបនឹងចេញដំណើរទៅខាងក្រៅហើយក៏ស្រាប់តែស៊ីយ៉ាគឺបានស្ទុះមកអបគាត់ពីក្រោយយ៉ាងលឿនហើយនាងក៏បានធ្វើការសុំទោសរឿងការពីយប់មិញនេះឃើញបែបហ្នឹងជនทางក៏នៅក្នុងចិត្តហើយតែនាងកំពុងតែរងចាំខ្ញុំចេញមកមែនទេរួចគាត់ក៏បាននិយាយទៅកាន់ស៊ីយ៉ាហើយថាមិនចាំបាច់សុំទោសនោះទេវាគឺជាកំហុសរបស់ខ្ញុំទាំងអស់ហើយគាត់ក៏បានកវានាងចេញព្រមទាំងប្រាប់ថាខ្ញុំគឺត្រូវទៅហើយយប់ចាំជួបគ្នាដោយជនทางក៏បានដើរចាត់ចេញទៅយ៉ាងលឿនធ្វើឲ្យស៊ីយ៉ាបានឈរមើលគាត់ពីក្រោយហើយគាត់ក៏មិនដាច់ចិត្តដូចគ្នាគាត់ក៏បានកលិចមើលនាងផងដែរកលិចមកមើលសាលារៀនឯវិញជនทางក៏កំពុងតែបំពេញតួនាទីរបស់គេក្នុងនាមគឺជាបុគ្គលិកឬក៏ជាអ្នកស្ម័គ្រចិត្តទៅតាមស្តង់នីមួយដែលពួកគេបានរៀបចំឲ្យចឹងទៅដោយក្នុងនោះក៏មានវត្តមានរបស់ស៊ូផងដែរដែលសល់ត្រឹមតែរយៈពេល2ទៅ3ម៉ោងទៀតទេកម្មវិធីបុណ្យមួយនេះគឺនឹងត្រូវបិទជាផ្លូវការអាឡែងតែមើលទូរស័ព្ទស៊ូក៏បានប្រាប់ទៅកាន់ជនทางថាស៊ីយ៉ាគឺបានបបួលនាងទៅញ៉ាំអាហារពេលល្ងាចឬក៏ពេលយប់នេះក៏ប៉ុន្តែក៏ប្រហែលជានាងមិនបានចូលរួមនោះទេព្រោះប៉ាម៉ាក់របស់នាងគឺទៅស្ដីឲ្យនាងការពីល្ងាចមិញនឹងឯងព្រោះថានាងមកផ្ទះយឺតអញ្ចឹងហើយបើសិនបើជាថ្ងៃនេះនាងគឺទៅញ៉ាំអាហារជាមួយនឹងស៊ីយ៉ានាងច្បាស់ជាយឺតទៀតហើយព្រោះថាបើយឺតទៀតដឹងតែស៊ីថ្មងប៉ាម៉ាក់របស់នាងហ្មង8ស្មងក្រោយមកយើងក៏បានឃើញថាស៊ូជាមួយនឹងជនทางកំពុងតែដើរពីរនាក់ដោយសារតែម៉ោងការងាររបស់គេបានបញ្ចប់នៅតាមផ្លូវអាចអចែមបានប៊ូលូទៅកាន់ស៊ូទៀតដោយសារតែការពីម្សិលមិញហ្នឹងនាងគឺធ្វើអីគឺដឹងហើយជនทางគឺថែមតែបន្ថែមថាដោយសារតែទង្វើរបស់នាងម្សិលមិញធ្វើឲ្យនាងល្បីហើយនៅក្នុងសាលាពេលនេះអំឡុងពេលហ្នឹងផងដែរជនทางក៏បានសួរទៅកាន់ស៊ូថាការពីម្សិលមិញនាងគឺបានឡើងច្រៀងហើយនាងក៏បាននិយាយអំពីមនុស្សដែលនាងស្រឡាញ់ផងដែរតែនរណាគេណោះដែលជាមនុស្សដែលនាងបានស្រឡាញ់នោះនិយាយមកដល់ចំណុចនេះស៊ូនាងក៏ស្រាប់តែបានដើរមកចំណុចមួយសោពេលដែលឡានហៀបនឹងបត់ផងដែរតែសំណាងល្អដែលជនทางគឺចាប់ដៃរបស់នាងតន់ស៊ូក៏បានធ្វើការសុំទោសដោយសារតែអំបញ្ញមិញនាងគឺបានដើរមិនមើលនោះទេហើយរឿងដែលជនทางបានសួរនាងក៏មិនបានធ្វើការបកស្រាយផងដែរតែចំណែកជនทางវិញគាត់នៅគិតនៅក្នុងចិត្តហើយអំបញ្ញមិញគាត់ចាប់ដៃរបស់នាងទាំងមិនមានភាពស្ទាក់ស្ទើរតទៅសោះវាហាក់បីដូចជាស្រដៀងគ្នាតែវាមិនដូចគ្នានៅពេលដែលគាត់បាន
កាន់ដៃរបស់ស៊ីយ៉ានោះទេបន្ទាប់ពីបានដោះនៅឯសន្តាននោះទុករៀងខ្លួនពួកគេទាំងពីរនាក់ក៏ដូចជាអ្នកឯទៀតក៏ដល់ពេលដែលត្រូវទៅផ្ទះរបស់ពួកគេនោះឯងមុននឹងទៅជន់ថាក៏ចង់បបួលនាងទៅញ៉ាំអីដូចគ្នាប៉ុន្តែនាងគឺមិនបានចូលរួមនោះទេព្រោះដោយដែលនាងបាននិយាយអញ្ចឹងបាននាងយឺតគឺដឹងទៅចប់ទៀតហើយប៉ែម៉ារបស់នាងកំពុងតែរងចាំនៅផ្ទះនាងគឺមិនអាចខកខានទៀតនោះទេអញ្ចឹងលាសិនហើយជន់ថាស្អែកពួកយើងជួបគ្នារីឯជន់ថារបស់យើងវិញនៅពេលដែលបានត្រឡប់មកដល់ផ្ទះគាត់ក៏ពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនព្រោះបានឃើញវត្តមានស៊ីយ៉ានៅទីនេះគាត់ក៏ថែមទាំងសួរថាចំទ្វារទៅដោថ្មីមែនហើយរងចាំគាត់យូរអីមែនហ្នឹងស៊ីយ៉ាក៏បានប្រាប់ទៅតាមដំណើររឿងទៅលើពីហ្នឹងនាងក៏ថែមទាំងបន្ថែមថាត្រូវឲ្យទ្វារថ្មីតែបើលោកចង់ចូលបងលុយសិនអញ្ចឹងជន់ថាខ្ញុំក៏បានអញ្ជើញស៊ូមកញ៉ាំអាហារជាមួយនឹងពួកយើងផងដែរតែចុះឯណានាងជន់ថាក៏បានប្រាប់ទៅកាន់ស៊ីយ៉ាថាស៊ូគឺមិនបានចូលរួមនោះទេដោយសារតែនាងគឺមិនអាចមកបានហើយជន់ថាក៏បានលើកយកនៅមូលហេតុរបស់ស៊ូប្រាប់ទៅកាន់ស៊ីយ៉ាផងដែរនៅពេលដែលគាត់ដើរចូលទៅស៊ីយ៉ាក៏ចង់ប៉ះដៃរបស់គាត់តែគាត់ក៏ស្រាប់តែបានកិច្ចដៃរបស់គាត់យ៉ាងលឿនមិនឲ្យនាងប៉ះនោះទេស៊ីយ៉ានាងមិនបានប្រតិកម្មអ្វីឡើយគ្រាន់តែនាងសួរទៅកាន់គេថាតើអាចនៅកំដរនាងបន្តិចបានអត់ជន់ថាក៏ស្រាប់តែតបទាំងមិនមើលមុខរបស់នាងមិនថាបើទោះបីជានាងសុំឲ្យគាត់នៅទីនេះប្រហែលដងទៀតនោះទេគាត់គឺមិននៅឡើយពីព្រោះថាគាត់គឺមានការងាររបស់គាត់ដែលត្រូវធ្វើឬថាការងារបែបនេះស៊ីយ៉ាក៏សួរថាចុះខ្ញុំវិញជន់ថាក៏បានតបទាំងខ្លីៗថាពួកយើងចាំជួបគ្នានៅថ្ងៃស្អែកតែភ្លាមស៊ីយ៉ាក៏ស្រាប់តែស្ទុះមកចាប់គាត់តែម្ដងនៅសួរទៅកាន់ជន់ថាថាហេតុអីបានជាព្យាយាមកិច្ចអំពីនាងអញ្ចឹងជន់ថាក៏បានរៀបរាប់ទៅតាមអារម្មណ៍ក៏ដូចជាពេលនេះគាត់កំពុងតែគិតអ្វីប្រាប់ទៅកាន់ស៊ីយ៉ាទាំងអស់តែម្ដងហើយគាត់គឺបាននិយាយថាមិនថាបើទោះបីជាពេលនេះនាងព្យាយាមហាមគាត់ខ្ញុំយ៉ាងណានោះទេក៏ខ្ញុំនៅតែទៅដែរស្រមៃទៅដល់រូបភាពដែលគាត់បានចាប់ដៃទៅកាន់ស៊ូក៏ដូចជារូបភាពផ្សេងៗដែលបានឆ្លងកាត់ជាមួយនាងគាត់គឺរៀបរាប់បណ្ដាពួកយើងគឺគ្មានអារម្មណ៍ដូចគ្នានោះទេពេលដែលខ្ញុំស្រឡាញ់នរណាម្នាក់ខ្ញុំគឺតែងតែគិតថាតើគេគឺនឹងគិតអំពីខ្ញុំដែរឬក៏អត់នៅពេលដែលខ្ញុំស្រឡាញ់ស៊ូខ្ញុំគឺតែងតែចង់នៅក្បែរនាងនិងយកពីនាងចង់ជួបនាងរាល់ថ្ងៃឬសម្លេងរបស់នាងក៏ដូចជាចង់តបសាររបស់នាងរាល់ថ្ងៃឆាតជាមួយនឹងនាងរាល់ថ្ងៃឬសម្លេងរបស់នាងរាល់ថ្ងៃនិយាយខ្លីទៅខ្ញុំក៏ចង់ឲ្យតំណែងរបស់ពួកយើងល្អក៏ប៉ុន្តែបើកលៃទៅមើលតំណែងរបស់ខ្ញុំជាមួយនឹងនាងវិញស៊ីយ៉ាខ្ញុំគិតថានាងគឺមិនបានគិតដូចខ្ញុំនោះទេនាងគ្រាន់តែចង់សប្បាយតែប៉ុណ្ណោះតែមែនឬក៏អត់រវាងអ្នកទាំងពីរគឺគ្មាននរណាម្នាក់ដែលបានគិតដូចខ្ញុំនោះឡើយហើយខ្ញុំគឺមិនបានបន្ទោសអ្នកទាំងពីរនោះទេហើយរវាងខ្ញុំគឺនឹងនាងគឺនឹងក្លាយទៅជាមិត្តតានាងនៅចាំទេនៅពេលដែលនាងនិយាយនោះគឺនៅពេលនោះស៊ីយ៉ានៅក្នុងបន្ទប់របស់ចិនថាងគឺបានប្រាប់ថាតើលោកធ្លាប់គិតដែរទេថាមិត្តភក្តិគឺនឹងកាន់ដៃគ្នាហើយពេលនេះចិនថាងក៏សុំឆ្លើយចំនួនមួយនោះមិត្តភក្តិគឺពិតជាអាចកាន់ដៃគ្នាបានរួចភ្លាមក៏ស្រាប់តែស៊ីយ៉ាបានស្ទុះមកអបគាត់យ៉ាងលឿនចិនថាងក៏សួរទៅកាន់នាងបន្តថាតើនាងយល់អំពីអ្វីដែលខ្ញុំបាននិយាយឬក៏អត់ចាខ្ញុំគឺយល់ខ្ញុំមិនដឹងថាក្នុងចិត្តរបស់លោកចង់បានអីនោះទេនៅពេលនេះក៏ប៉ុន្តែអ្វីដែលខ្ញុំចង់បានខ្ញុំគ្រាន់តែចង់នៅក្បែរលោកមិនចង់ឲ្យលោកកិច្ចអំពីខ្ញុំដឹងត្រឹមតែនៅក្នុងចិត្តរបស់ខ្ញុំនៅពេលនេះគឺមិនចង់ឲ្យលោកកិច្ចអំពីខ្ញុំនោះទេអូខេចុះចំពោះសើមកយើងនៅក្នុងអេពីសូតមួយនេះក៏បានឈានមកដល់ទីបញ្ចប់តែត្រឹមនឹងដូចគ្នា